សូមចាប់ផ្ដើមមេដាបេដាគឺពិតជាមានកូនយ៉ាងលើលោកចាក់ពូកូនគ្រប់រូបជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមគោរពជម្រាបសួរលោកនាយកគណៈកម្មការនិងអង្គវេទិកាទាំងមូលនិងលោកគ្រូអ្នកគ្រូជាទីគោរពនាងខ្ញុំឈ្មោះបើច័ន្ទនិរ័ត្នមានអាយុ10ឆ្នាំរៀននៅថ្នាក់ទី3នៃសាលារៀនបញ្ញាសិស្សសាខាទី1ថ្ងៃនេះខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលបានមកឈរនៅទីនេះដើម្បីចែករំលែកនៅបទពិសោធន៍ដ៏មានតម្លៃមួយគឺគុណមេដាបិតាដូច្នេះដើម្បីស្ពានឈានចូលទៅការបកស្រាយប្រធានបទខាងលើនេះអង្គវេទិកាទាំងមូលអនុញ្ញាតឲ្យនាងខ្ញុំលើកយកពាក្យបន្លឺចំនួន2យកមកពន្យល់ជាមុនសិនបើយកទៅតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតពាក្យគុណថ្នាក់ពាក្យជាគុណនាមដំណើរធ្វើឲ្យចម្រើនកាន់ឡើងមេដាបិតាថ្នាក់ពាក្យជានាមជាឪពុកម្ដាយដែលចិញ្ចឹមបីបាច់ថែរក្សាកូនចៅយើងកើតមកធំដឹកដីខ្លាចជាមនុស្សពេញវ័យគឺដោយសារតែកូននូបការៈដ៏ធំធេងរបស់ឪពុកម្ដាយយើងពួកគាត់បានលះបង់គ្រប់យ៉ាងដើម្បីបុត្រធីតាដោយគ្មានលក្ខខណ្ឌចាប់តាំងពីយើងចាប់កំណើតមកពួកគាត់បានចំណាយពេលវេលាចំណាយកម្លាំងកាយចិត្តឥតកណនាតើពួកយើងធ្លាប់គិតទេថាម៉ែឲ្យយើងបានដេកមិនលក់ប្រមាណយប់ដើម្បីមើលថែយើងកាលនៅតូចតើពួកគាត់ខិតខំប្រឹងប្រែងរកលុយប្រមាណដើម្បីផ្ដល់ចំណីអាហារសម្លៀកបំពាក់និងការអប់រំដល់យើងពួកគាត់បានលះបង់ក្តីសុខផ្ទាល់ខ្លួនដើម្បីធានាថាយើងនឹងមានជីវិតល្អប្រសើរនេះគឺជាការលះបង់ដ៏អស្ចារ្យលើសពីនេះមេដាបិតាគឺជាគ្រូដើមរបស់យើងគាត់បានបង្រៀនយើងនៅពាក្យបណ្ដំបូរបង្រៀនយើងអំពីរបៀបដើរនិងបង្រៀនយើងអំពីអំពើល្អនិងអំពើអាក្រក់គាត់បានចង្អុលបង្ហាញផ្លូវយើងដើរនិងសង្ឃឹមថាយើងនឹងក្លាយជាមនុស្សល្អមានចំណេះដឹងនិងមានអនាគតភ្លឺស្វាងគុណនៃការអប់រំនេះគឺមិនអាចកាត់ថ្លៃបានឡើយហើយអ្វីដែលសំខាន់បំផុតគឺគុណនៃក្តីស្រឡាញ់និងការការពារមិនថាពេលយើងសប្បាយឬជួបការលំបាកមេដាបិតាតែងតែនៅក្បែរយើងជានិច្ចក្តីស្រឡាញ់របស់ពួកគាត់គឺបរិសុទ្ធគ្មានទីបញ្ចប់និងជាកម្លាំងចិត្តដ៏រឹងមាំសម្រាប់យើងមេដាបិតាគឺជាជម្រកដ៏សុវត្ថិភាពដែលយើងគ្រប់គ្នាអាចពឹងផ្អែកបានគ្រប់ពេលវេលាសរុបមកគុណមេដាបិតាគឺមិនអាចរាប់បានហើយគុណរបស់ពួកគាត់លើសពីពាក្យពេចន៍ដូចពាក្យចាស់ពោលថាគុណម្ដាយដូចមេឃគុណឪពុកដូចភ្នំដូច្នេះចោលយើងគ្រប់គ្នាបង្ហាញការគោរពដឹងគុណថែរក្សានិងស្រឡាញ់ពួកគាត់ឲ្យបានច្រើនបំផុតព្រោះពេលវេលាយើងជាមួយពួកគាត់មានដែនកំណត់ជាចុងក្រោយសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់សូមអរគុណសូមជម្រាបលាចា៎អរគុណមែនទែនសម្រាប់